កំបាំងរបស់មនុស្សផងដែលមនុស្សស្រីយើងអត់ដែរដឹងទី1បើនិយាយពីមនុស្សប្រុសវិញណាគឺគាត់មានភាពរ៉ូមែនទិកនិងផ្អែមល្ហែមច្រើនជាងមនុស្សស្រីយើងទៀតប៉ុន្តែគ្រាន់ថាមនុស្សប្រុសភាគតិចដែលគាត់បង្ហាញឲ្យយើងដឹងប៉ុន្តែមនុស្សប្រុសភាគច្រើនគឺគាត់អត់សូវបង្ហាញឲ្យយើងឃើញទេទី2ការប្រៀបធៀបកុំថាឡើយមនុស្សស្រីយើងអត់ចូលចិត្តការប្រៀបធៀបសូម្បីតែមនុស្សប្រុសគេក៏អត់ចូលចិត្តការប្រៀបធៀបដែរអត់ដែរសរសើរដៃគូរបស់ខ្លួនឯងទេប៉ុន្តែបើជាសរសើរអ្នកផ្សេងនៅមុខដៃគូរបស់ខ្លួនឯងទី3មនុស្សប្រុសគេក៏ត្រូវការសរសើរការលងលោមពីមនុស្សស្រីដែលខ្លួនឯងស្រឡាញ់ដែរមិនមែនមនុស្សស្រីយើងចាំតែទទួលការសរសើរនិងការលងលោមពីមនុស្សប្រុសទេទី4នៅពេលដែលមនុស្សប្រុសគាត់ចេះចាប់ផ្ដើមស្រឡាញ់មនុស្សស្រីមនុស្សប្រុសនឹងយល់ពីរឿងលុយកាក់ព្រោះគ្មានមនុស្សប្រុសណាម្នាក់ដែលចង់ចេញទៅខាងក្រៅឲ្យដៃគូរបស់ខ្លួនឯងចេញលុយឬក៏ចេញលុយស្មើនោះទេទី5មនុស្សប្រុសគឺគាត់ចង់ឲ្យមនុស្សស្រីដែលខ្លួនឯងស្រឡាញ់ហ្នឹងចេះរួយរាយរាក់ទាក់ជាមួយនឹងគ្រួសាររបស់គាត់និងមិត្តភ័ក្តិរបស់គាត់ទី6អ្នកនេះតែដឹងមនុស្សប្រុសក៏អាចចេះញញែកខ្វល់ខ្វាយអីច្រើនទេហើយគាត់ក៏អត់បានមកអង្គុយចាំគ្រប់រឿងដែរហើយយើងជាមនុស្សស្រីកុំអាងអីបានបន្តិចធ្វើអីដឹងខ្លួនឯងហើយទី7បើនិយាយពីចិត្តវិញមនុស្សប្រុសក៏គាត់ចេះចិត្តទុំទៅមនុស្សស្រីយ៉ាងដែរគាត់អត់បានមកអង្គុយចិត្តធ្ងន់ណាស់ត្រយើងគ្រប់ពេលនោះទេទី8មនុស្សប្រុសគឺគាត់ចង់ឲ្យមនុស្សស្រីដែលខ្លួនឯងស្រឡាញ់ហ្នឹងមើលទៅគាត់គឺគាត់ជាមនុស្សម្នាក់ដែលមានតម្លៃទី9មនុស្សប្រុសក៏ចង់ផ្ដាំទៅមនុស្សស្រីដែរថាបើខឹងក៏ខឹងចោះប៉ុន្តែខឹងហើយពេលដែលតែលួងឲ្យឆាប់បាត់ផង